ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងចែករំលែកឲ្យបងប្អូនចេះពីរបៀបក្នុងការធ្វើចំណីមាន់ដោយយើងប្រើប្រាស់នៅបន្លែពីរមុខបាទទី1គឺតកតងទៅនឹងស្លឹកងប់បាទទី2គឺតកតងទៅនឹងបាទស្លឹកកន្ទួតបាទអញ្ចឹងសួរថាបន្លែទាំងពីរនេះជួយទៅដល់សុខភាពមាន់របស់បងប្អូនទទួលបានអត្ថប្រយោជន៍អ្វីខ្លះបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីសូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងអំពីការចិញ្ចឹមមាន់នេះផងដែរបាទអញ្ចឹងជាធម្មតាបាទបងប្អូនវិជាកសិករគាត់តែងតែស្គាល់នៅបន្លែទាំងពីរមុខនេះបាទតកតងនឹងស្លឹកងប់និងស្លឹកកន្ទួតបាទហើយចំពោះអត្ថប្រយោជន៍របស់វាគឺមានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់មាន់មិនថាមាន់ឬក៏មនុស្សទេបាទវាជាបាទជាបន្លែធម្មជាតិមួយបាទសម្រាប់ស្លឹកងប់បាទហើយវាអាចជួយបាទសម្រាប់គុណសម្បត្តិវាគឺវាអាចជួយដូចជាព្យាបាលនៅរលាកថ្លើមបាទក្រពះចេញឈាមឈឺសរសៃដៃសរសៃជើងបាទជំងឺតាមផ្លូវនោមនិងហឹងត្រចៀកបាទហើយនឹងសម្រាប់ស្ត្រីដែលថាមករដូវមិនទៀងបងប្អូនអាចបរិភោគនេះទៅបាទសម្រាប់បន្លែនេះបាទសម្រាប់អត្ថបទនេះខ្ញុំដកស្រង់ចេញពីលោកគ្រូអៀងសុផល៉ែតបាទអញ្ចឹងក៏តែងតែបង្ហាញនៅអត្ថប្រយោជន៍នៃបន្លែឬក៏អត្ថប្រយោជន៍ផ្សេងៗបាទដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សនិងសត្វអញ្ចឹងខ្ញុំតែងតែយកចំណុចសំខាន់ដែលគាត់បានបង្ហាញក៏ដូចជាអ្វីដែលថាសំខាន់ដល់បងប្អូនខ្ញុំនឹងចែករំលែកបងប្អូនបាទអញ្ចឹងសម្រាប់គុណសម្បត្តិស្លឹកងប់នេះគឺដូចថាយើងអាចយកដូចជាស្លឹកឬក៏ផ្លែឬក៏ឫសបាទផ្កាបាទនៃដើមងប់នឹងធ្វើជាឱសថបាទបុរាណសម្រាប់ព្យាបាលនៅរលាកថ្លើមបាទខាន់លឿងក្រពះចេញឈាមបាទជំងឺតាមផ្លូវនោមហើមហឹងត្រចៀកឈឺត្រចៀកទល់លំនួកបាទឈឺខ្លួនប្រាណជាដើមបាទហើយសម្រាប់ការប្រើប្រាស់បាទសម្រាប់មនុស្សអញ្ចឹងបងប្អូនវិធីក្នុងការប្រើប្រាស់10ទៅ15ក្រាមបាទម្សៅស្ងួតទឹកបាទ45ទៅ75មីលីលីត្របាទដាំជាមួយនឹងទឹកបាទផឹកក្នុងមួយថ្ងៃទៅបាទអញ្ចឹងបងប្អូនមិនអត់មានម្សៅបងប្អូនអាចបុកស្លឹកហ្នឹងទៅបាទបុកស្លឹកងប់ហ្នឹងបាទលាយជាមួយនឹងទឹកយើងអាចដាំវាញ៉ាំទៅបាទហើយលើពីនេះទៅទៀតបាទស្លឹកទឹកងប់ដែលស្រស់ហ្នឹងអាចព្យាបាលដោយថាជំងឺបានដូចជាឈឺក្រពះក្តៅខ្លួនបាទរដូវមិនទៀងបាទឈឺសរសៃដៃសរសៃជើងបាទជាដើមបាទដោយបងប្អូនបុកស្លឹកវាទៅបាទញ៉ាំទឹកមួយពែងក្នុងមួយថ្ងៃទៅអញ្ចឹងធ្វើឲ្យបងប្អូនដូចថាមានអាការៈបាទធូរស្បើយជាងមុនបាទហើយមួយទៀតបងប្អូនអាចយកស្លឹកហ្នឹងផ្សំជាមួយនឹងបន្លែដែលមានអត្ថប្រយោជន៍បាទជាច្រើនដល់សុខភាពរបស់បងប្អូនផងដែរបាទហើយក្នុងការញ៉ាំស្លឹកងប់ហ្នឹងគឺមានសារធាតុរ៉ែដែលមានសមាសធាតុដូចជាពពួកសូដ្យូមប៉ូតាស្យូមកាល់ស្យូមទង់ដែងស័ង្កសីហ្នឹងគឺធ្វើឲ្យសុខភាពរបស់បងប្អូនថាទទួលបានសុខភាពល្អមិនថាមនុស្សឬក៏សត្វទេបងប្អូនគួរតែផ្ដល់វិស័យទៅបាទសម្រាប់សត្វណាគ្រាន់តែបងប្អូនយកស្លឹកងប់ហ្នឹងបាទជាមួយនឹងបាទកទួតស្លឹកកទួតបាទកទួតយើងហ្នឹងមកចិញ្ច្រាំវាបញ្ចុចចិញ្ច្រាំវាឲ្យម៉ត់ទៅឬក៏បងប្អូនមានម៉ាស៊ីនបងប្អូនអាចដាក់ចូលក្នុងម៉ាស៊ីនទៅបាទកិនវាម៉ត់ទៅដើម្បីលាយជាមួយនឹងចំណីដែលយើងមានស្រេចបាទដូចជាចំណីមាន់បាទកទួតចុងកអំបិលបាទនិងចំណីកូនជ្រូកបន្តិចទៅបាទមានថ្នាំវីតាមីនបងប្អូនបើមានបងប្អូនលាយបន្តិចទៅដើម្បីឲ្យសុខភាពរបស់មាន់របស់បងប្អូនឆាប់ធំលឿនបាទនិងវាស៊ាំនឹងជំងឺបាទកាលណាមាន់របស់បងប្អូនស្គមរីងរៃមិនសូវស៊ីចំណីគឺបណ្ដាលមកពីមានជំងឺវីរុសក្នុងខ្លួនណាបាទសម្រាប់មាន់របស់បងប្អូនមិនថាមាន់ខ្ញុំមិនថាមាន់របស់បងប្អូនទេតែតែមានជំងឺមកបៀតបៀនជានិច្ចគ្រាន់តែមានតិចតួចសម្រាប់មាន់របស់ខ្ញុំខ្ញុំតែងតែធ្វើការបង្ការក៏ដូចជាផ្ដល់ចំណីបាទសម្អាតសម្ភារៈអនាម័យបាទជាប្រចាំបាទអញ្ចឹងបងប្អូនគួរតែធ្វើរបៀបនេះទៅបាទអ
ចឹងអត្ថប្រយោជន៍សម្រាប់ស្លឹកបាទស្លឹកកន្ទួតខ្ញុំនឹងប្រាប់របស់បងប្អូនបាទប្រាប់ឲ្យបងប្អូនដឹងទាំងអស់គ្នាមិនថាមនុស្សមិនថាសត្វគឺមានអត្ថប្រយោជន៍បាទដូចគ្នាអញ្ចឹងបាទកន្ទួតគឺជាបាទប្រភេទផ្លែឈើមួយយ៉ាងដែលប្រជាជនយើងចូលចិត្តបាទដាំហើយវាមានថារសជាតិជូរបាទជូរអែមទៅតាមប្រភេទបាទនៃដើមរបស់វាដែលយើងអាចបាទទទួលទានបានជាមួយនឹងអំបិលម្ទេសឬក៏ទឹកត្រីស្ករវិញណាបាទចឹងបងប្អូនប្រហែលជាមិនដឹងដូចជាមិនដែលចាប់អារម្មណ៍ពីគុណប្រយោជន៍របស់ផ្លែកន្ទួតដែលមានសារៈប្រយោជន៍តាំងពីសម្បកផ្លែឫសនិងស្លឹកបាទចំពោះសុខភាពនោះទេបាទចឹងខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគុណប្រយោជន៍របស់កន្ទួតដូចខាងក្រោមបាទចឹងគុណប្រយោជន៍របស់វាសម្រាប់ស្លឹកបាទស្លឹកកន្ទួតនឹងអាចព្យាបាលជំងឺបាទជំងឺក្តៅបាទក្តៅខ្លួនបាទស្ងោរបាទងូតព្យាបាលចែងថ្ងៃបាទហើយក៏អាចព្យាបាលឈាមតាមចាញ់ធ្មេញផងដែរដែលមានប្រសិទ្ធភាពបាទសម្រាប់ផ្លែជាប្រភេទថ្នាំត្រជាក់ហើយក៏អាចព្យាបាលជំងឺក្អកបានផងដែរបាទចំណែកឯសម្បកនឹងដើមវាបងប្អូនបាទចឹងវាអាចជួយឲ្យព្យាបាលបោសបាទអុចស្វាយរបួសចិញ្ចៀមរមាស់ឈឺធ្មេញឈឺភ្នែករលាកបាទរលាកត្រចៀកមានខ្ទុះក្អកមានស្លេះបាទជាដើមចំណែកឯឫសនិងសម្បកវាមានជាតិពុលដូចនេះវាអាចព្យាបាលបានតែរោគសើស្បែកតែប៉ុណ្ណោះបាទចឹងអត្ថប្រយោជន៍សម្រាប់កន្ទួតមិនថាស្លឹកមិនថាផ្លែបាទសម្បកឫសគឺមានអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងបាទសម្រាប់វីដេអូនេះខ្ញុំអត់មានអីច្រើនទេគ្រាន់តែមានការចែករំលែកក៏ដូចជាផ្ដល់ជាអត្ថប្រយោជន៍ផ្សេងៗសម្រាប់រុក្ខជាតិមួយចំនួនដែលបងប្អូនខ្លះគាត់ដឹងនិងបងប្អូនខ្លះទៀតគាត់មិនទាន់ដឹងអំពីអត្ថប្រយោជន៍របស់វានៅឡើយទេបាទអញ្ចឹងខ្ញុំគ្រាន់តែជាការធ្វើការចែករំលែកបងប្អូនតែប៉ុណ្ណោះបាទឲ្យដឹងទាំងអស់គ្នាបាទមិនថាសត្វមិនថាមនុស្សគឺត្រូវការបាទបន្លែធម្មជាតិបាទដូចគ្នាអញ្ចឹងបាទអញ្ចឹងក្នុងការលាយចំណីមាន់មិនថាបងប្អូនមានបន្លែអីក៏ដោយបងប្អូនគួរតែផ្ដល់វាទៅបាទឲ្យវាស៊ីបាទដើម្បីឲ្យរាងកាយរបស់មាន់របស់បងប្អូនទទួលបានសុខភាពល្អនិងសុខថាធំលឿនផងដែរបាទមួយទៀតការផ្សំចំណីនេះគឺវាជួយកាត់បន្ថយនៅចំណែករបស់បងប្អូនដោយបងប្អូនថាមិនចាំបាច់ទិញបាទចំណីដែលថាពីផ្សារទាំងស្រុងចឹងបងប្អូនគ្រាន់តែលាយជាមួយនឹងចំណីដែលបងប្អូនមានស្រាប់បាទនៅក្នុងស្រុកភូមិរបស់បងប្អូនហ្នឹងមានទាំងកន្ទក់មានចុងអង្គបាទមានចំណីមាន់មានអីបាយអីបងប្អូនអង្គហ្នឹងបងប្អូនលាយវាស៊ីទៅការផ្ដល់ចំណីមាន់បាទសម្រាប់មាន់គឺបងប្អូនមួយចំនួនគាត់ដឹងថាមាន់វាត្រូវការប្រភេទចំណី4ក្រុមដែលសំខាន់ណាដែលខ្ញុំធ្លាប់បានបង្ហាញដូចជាផ្ដល់ដូចជាមេរៀនក៏ដូចជាវីដេអូចែកជូនដល់បងប្អូនបាទបងប្អូនអាចមើលវីដេអូចាស់ៗទៅបងប្អូននឹងដឹងហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកឡើងជាសង្ខេបសម្រាប់បាទក្រុមអាហារដែលសំខាន់មាន4ដែលមាន់ត្រូវការបាទទី1តកតងទៅនឹងប្រភេទចំណីប្រភេទធម្មពលបាទអញ្ចឹងប្រភេទធម្មពលហ្នឹងគឺវាជួយឲ្យមាន់របស់បងប្អូនបាទថាធំធាត់លឿនបាទនឹងមានន័យថាសុខភាពល្អផងដែរបាទហើយមួយទៀតតកតងទៅនឹងចំណីពពួកជាតិរ៉ែបាទអញ្ចឹងវាភាគច្រើនគឺមាន់របស់បងប្អូនត្រូវការចំណីប្រភេទដូចជាបាទជីវជាតិបាទពពួកជាតិរ៉ែដែលមាននៅក្នុងអំបិលបាទឬក៏សម្បកខ្ចៅសម្បកខ្យហ្នឹងបងប្អូនដំវាមកទៅឲ្យវាស៊ីទៅបាទហើយមួយទៀតតកតងទៅនឹងបាទចំណីពពួកបាទជាតិសាច់បាទដូចជាកំពឹសត្រីហ្នឹងបងប្អូនមានបងប្អូនចិញ្ច្រាំវាទៅឲ្យវាស៊ីទៅបាទចំណុចមួយទៀតគឺចំណីពពួកប្រូតេអ៊ីនបាទអញ្ចឹងប្រូតេអ៊ីនហ្នឹងគឺមានទៅលើសំដៅទៅលើបន្លែពណ៌បៃតងបាទតែបងប្អូនមានហ្នឹងដូចជាស្លឹកបាសស្លឹកងប់បាទទីអីហ្នឹងបងប្អូនមានបងប្អូនចិញ្ច្រាំវាមកទៅលាយជាមួយនឹងចំណីដែលបងប្អូនទិញមកវិសាបាទកន្ទក់ចុងអង្គទៅបាទមានបើផ្សិនជាបងប្អូនមានពោតម៉ត់បាទពោតទុំដែលគេកិនបងប្អូនលាយឲ្យវាស៊ីទៅបាទបើសិនជាអត់មានក៏បានដែរបាទ
គ្រាន់តែបងប្អូនមានបន្លែលាយជាមួយនឹងចំណីដែលយើងទិញមកវិសាហ្នឹងបាទជាការស្រេចបាទចំពោះវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេដើម្បីចែករំលែកបងប្អូនយល់ដឹងអស់គ្នាបាទអំពីការលាយចំណីមាន់បាទដើម្បីឲ្យវាធំធាត់លឿនបាទអញ្ចឹងបើសិនបើមានពាក្យពេចន៍លើសលួសខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានបាទដោយសារថ្ងៃនេះខ្ញុំផ្ដាសាយបាទហើយចំពោះបងប្អូនដែលមិនទាន់បានចុច Subscribe សូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការចិញ្ចឹមមាន់ក៏ដូចជាការលើកទឹកចិត្តឲ្យខ្ញុំបង្កើតនៅវីដេអូថ្មីៗដើម្បីចែករំលែកបងប្អូនចេះទាំងអស់គ្នាផងដែរបាទហើយជាចុងក្រោយជូនពរបងប្អូនបាទទាំងក្នុងប្រទេសកម្ពុជាទាំងក្រៅប្រទេសសូមបងប្អូនទទួលបានសុខភាពល្អនិងប្រកបមុខរបរអ្វីៗទទួលបានបាទជោគជ័យទាំងអស់គ្នានិងសុខសុវត្ថិភាពគ្រប់ទីកន្លែងគ្រប់ពេលវេលាផងដែរបាទអរគុណច្រើនជំរាបលាបាទ